អត់មានពាក្យថាចាញ់ជាព្រះឈ្នះជាមាទេព្រះមិនមែនកើតឡើងដោយសារការចាញ់ទេមើលប្រវត្តិព្រះពុទ្ធឲ្យច្បាស់ទៅទម្រាំតែព្រះអង្គឈរជើងថ្លៃទៅជាសាសនានេះបានណាព្រះអង្គឈ្នះគ្រប់ស្ថានភាពទាំងអស់តាំងតែពីព្រះអង្គកើតមកណាពេលដែលព្រះអង្គចេញទៅសាងភ្នោះតើមានបិសាចមករាំងផ្លូវរបៀបម៉េចណាព្រះអង្គយកឈ្នះបិសាចពេលដែលព្រះអង្គត្រាស់ដឹងហើយគ្រូទាំង5នាក់អត់ទាន់ជឿព្រះអង្គទេអញ្ចឹងព្រះអង្គយកឈ្នះគ្រូទាំង5ហ្នឹងដោយរបៀបម៉េចណាដោយប្រាជ្ញាយ៉ាងម៉េចហ្នឹងគឺថាយកឈ្នះមិនត្រូវតែចាញ់ទេគឺឈ្នះគ្រប់កលៈទេសៈដោយដែលខ្ញុំបានលើកឡើងខាងមុនអញ្ចឹងគឺព្រះអង្គផ្ចាញ់មាផ្ចាញ់បិសាចយ៉ាងម៉េចខ្លះមើលនៅក្នុងប្រវត្តិរបស់ព្រះពុទ្ធទៅណាព្រះពុទ្ធយកឈ្នះគ្រប់កលៈទេសៈទាំងអស់សំបីតែសង្គ្រាមសាសនារវាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅក្នុងស្រុកខ្មែរយើងដែលកើតឡើងក្នុងឆ្នាំ1200ជាងក្នុងរាជរបស់ព្រះបាទជីវរ្ម័នទី8បើសិនជាព្រះពុទ្ធសាសនាចាញ់សង្គ្រាមព្រហ្មញ្ញសាសនាម្លេះព្រះពុទ្ធសាសនាមានវត្តមួយនៅក្នុងស្រុកខ្មែរទេគឺព្រហ្មញ្ញសាសនាទាំងអស់ហើយប៉ុន្តែព្រះពុទ្ធឈ្នះសំបីតែពិធីបុណ្យចូលឆ្នាំរបស់ប្រទេសខ្មែរយើងហ្នឹងគឺតំណាងឲ្យព្រះពុទ្ធសាសនាឈ្នះព្រហ្មញ្ញសាសនាក្នុងរឿងចូលឆ្នាំគេបង្កើតទៅជារឿងទេវកថាបែបសន្តិវិធីប៉ុន្តែរឿងពិតនៃប្រវត្តិសាស្ត្រគឺប្រយុទ្ធគ្នាសម្លាប់គ្នាយ៉ាងរង្គាលណាគឺឈ្នះព្រះពុទ្ធសាសនាឈ្នះព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនាคล้ายទៅជាសាសនារដ្ឋរបស់ប្រទេសខ្មែរយើងមកដល់សពថ្ងៃនេះបើព្រះពុទ្ធសាសនាចាញ់គ្មានព្រះពុទ្ធសាសនានៅក្នុងទឹកដីខ្មែរយើងទេដូចគ្នាដែរអាណាចក្រក៏វាអញ្ចឹងដូចគ្នាបើសិនជាប្រទេសយើងចាញ់គេលេបយកយើងហើយ